តោះបងប្អូនអរគ្នាថ្ងៃនេះខ្ញុំនាំអារម្មណ៍បងប្អូនអរគ្នាមកមើលកន្លែងមួយដែលមានឈ្មោះថាកាហ្វេសម្រាមនេះបងប្អូនកាហ្វេសម្រាមណាដែលភាគច្រើនគេហៅថាសាឡាដូងនៅម្ដុំនឹងដែលជាកន្លែងដែលបងប្រុសវ៉ាន់ដេដែលគាត់ជាស្ថាបនិកគ្រប់គ្រងនៅកន្លែងហ្នឹងណាដោយបងប្អូនបានឃើញស្រាប់អញ្ចឹងកន្លែងហ្នឹងគឺជាកន្លែងដែលការកែច្នៃសម្រាមរាល់សម្រាមទាំងអស់គឺគាត់យកមកកែច្នៃធ្វើជាកន្លែងកំសាន្តក៏ដូចជាវត្ថុអនុស្សាវរីយ៍ជាដើមអញ្ចឹងនៅកន្លែងនេះខ្ញុំជឿថាបងប្អូនមួយចំនួនគឺស្គាល់ច្រើនហើយដោយសារអីគឺល្បីយូរហើយនៅកន្លែងហ្នឹងហើយកន្លែងនេះដែរគឺនៅការីរុំបងប្អូនដែលឧស្សាហ៍មកលេងការីរុំក៏ភ្លេចឈៀងចូលមកលេងនៅកន្លែងហ្នឹងផងខ្ញុំរីកខមមិនឲ្យមកលេងកន្លែងហ្នឹងទៅខ្ញុំធានាថាដឹងតែប្លែកអារម្មណ៍ប្លែកភ្នែកតែម្ដងដោយបងប្អូនបានឃើញនៅក្នុងវីដេអូហ្នឹងអញ្ចឹងដូចខ្ញុំជាដើមខ្ញុំមកលេងការីរុំដូចជា3 4លើកហើយប៉ុន្តែខ្ញុំអត់ដែរបានមកកន្លែងហ្នឹងទេតែលើកទី1សម្រាប់ខ្ញុំដែរធម្មតាយើងមកបោះតង់លក្ខណៈគ្រួសារឬក៏មិត្តភ័ក្តិឬក៏យើងមកថតរូបធ្វើល្ងាចអីចឹងយើងបានឈៀងមកលេងនៅហ្នឹងទេហើយកន្លែងហ្នឹងតែពិតទៅនៅអត់ឆ្ងាយទេបងប្អូនគឺនៅចិត្តដែរទេយើងមើលតាមផ្លាកសញ្ញាគេទៅហើយជិះមកខ្ញុំជិះមកចិត្តហ្នឹងហើយផ្លូវក៏អត់ពិបាកដែរអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនឈៀងចូលមកលេងមកដើម្បីមកថតរូបទុកជាអនុស្សាវរីយ៍ក៏ដូចជាធ្វើវីដេអូឬក៏យើងមកទិញអីញ៉ាំនៅកន្លែងហ្នឹងក៏មានលក់កាហ្វេដែរបងប្អូនគេហៅកាហ្វេសម្រាមហ្នឹងណាថ្ងៃខ្ញុំមកហ្នឹងអស់កាហ្វេគាត់អស់ហើយបងប្រុសក៏គាត់នៅដែរគាត់ជាប់បេសកកម្មអំណានទស្សនៈអំណានសិភៅតាមខេត្តអញ្ចឹងខ្ញុំមករកទិញកាហ្វេញ៉ាំដែរតែអត់មានតែអីគេទេថ្ងៃហ្នឹងប៉ុន្តែមួយកែវតម្លៃ 10000 បើយើងទិញនៅក្រៅយើងគិតថានៅនឹងថ្លៃប៉ុន្តែបងប្អូនអត់ថ្លៃទេតម្លៃប៉ុណ្ណឹងណាដោយសារអីយើងមកកន្លែងនេះយើងទិញញ៉ាំនៅកន្លែងហ្នឹងគឺប្រៀបដូចជាយើងជួយ support ជួយគ្រប់គ្រងដោយសារអីនៅកន្លែងហ្នឹងគឺគាត់ចិញ្ចឹមក្មេងកំព្រាច្រើនតាមខ្ញុំដឹងណាគឺគាត់គ្រប់គ្រងកុមារកំព្រានៅនឹងច្រើនអញ្ចឹងយើងមកយើងឆ្លៀតមកនឹងទៅដើម្បីជួយ support គាត់ផងអញ្ចឹងណាហើយនៅក្នុងហ្នឹងគឺមានកន្លែងថតរូបច្រើនបងប្អូនដូចឃើញស្រាប់នៅក្នុងវីដេអូខ្ញុំអត់បានរៀបរាប់ទេអញ្ចឹងបងប្អូនមើលខ្លួនឯងទៅសឹកសឹងតែជាសម្រាមទាំងអស់ដែលមានន័យថាវត្ថុផ្សេងដែលគេបោះបង់ចោលមានដបមានគម្របដបមានគម្របទឹកសុទ្ធមានអីចឹងគាត់យកមកកែច្នៃដូចឃើញចឹងមានធុងមានអីចឹងណាគាត់បកកាយមែនតើសឹងថាអ្នកធម្មតានឹកឃើញបងប្អូននេះដូចដបទឹកសុទ្ធហ្នឹងគាត់ជាធ្វើជាលក្ខណៈរំយោលដូចការរំទឹករំអីចឹងណាហើយខាងនោះគឺទង់ជាតិហ្នឹងទង់ជាតិខ្មែរហ្នឹងគឺជាគម្របដបទេគម្របដបលាយពណ៌ចម្រុះអីចឹងទៅមានច្រើនណាបងប្អូនមានគ្រឿងដែកគ្រឿងឡានជាពិសេសនេះអាម៉ាស៊ីនឈូតកកបងប្អូនខ្ញុំពេលដែលខ្ញុំបានចូលមកហ្នឹងខ្ញុំឃើញរបស់បុរាណច្រើនខ្ញុំនឹកសម័យទៅដល់ការខ្ញុំនៅតូចណាការជំនាន់ឆ្នាំ2000ជាងឯណាបងប្អូននេះដូចទូនេះអីគឺធ្វើឲ្យអារម្មណ៍យើងនេះវានឹកត្រឡប់ទៅរកការយើងនៅពីក្មេងអញ្ចឹងណាកាលពី10 20ឆ្នាំមុនណាបងប្អូនគាត់បកកែរក្សាវត្ថុបុរាណច្រើនមែនតើនៅកន្លែងហ្នឹងមានមញ៉េមានអីអញ្ចឹងណាមញ៉េកសែតដែលយើងចាក់ស្ដាប់អីចឹងបងប្អូនអញ្ចឹងមានច្រើនហើយវីដេអូនេះខ្ញុំថតរៀងញ័រតិចហើយបងប្អូនដោយសារតែខ្ញុំអត់មានកម្រងទេខ្ញុំមានកម្រងថាបានមកលេងនៅនឹងទេហើយនឹកឃើញក៏ឈៀងចូលទៅនេះដូចអានេះអីមីស្តុងណាមីស្តុងម៉ាស៊ីនអីចឹងណាបងប្អូនគាត់យកមកច្នៃយកមកធ្វើតុកធ្វើអីចឹងមានសពគ្រប់បែបយ៉ាងបងប្អូនខ្ញុំថតអត់អស់ទេហើយខ្ញុំសន្យាថាខ្ញុំមកវគ្គក្រោយខ្ញុំនឹងឈៀងចូលមកលេងកន្លែងហ្នឹងម្ដងទៀតហើយខ្ញុំនឹងថតវីដេអូលម្អិតឲ្យបងប្អូនទាំងអស់គ្នាទស្សនាហើយខ្ញុំថតញ័រខ្ញុំបានដាក់ដងកាមេរ៉ាដោយសារយើងដើរថតចឹងវាញ័រហើយមួយវិញទៀតយើងអត់បានកម្រងដូចខ្ញុំនិយាយចឹងអត់បានកម្រងថាមកលេងហើយក៏អត់បានថតកម្រងថានឹងថតវីដេអូទេប៉ុន្តែដោយសារតែឃើញកន្លែងស្អាតពេកកន្លែងប្លែកអញ្ចឹងទៅក៏ឆ្លៀតទាញទូរស័ព្ទមកថតបានខ្លះអញ្ចឹងណាបងប្អូនហើយក៏យកមកកាត់ជាវីដេអូដើម្បីចែកជូនបងប្អូនទស្សនាបើសិនជាបងប្អូនបានឃើញវីដេអូនេះហើយចង់មកលេងអាចមកមើលផ្ទាល់បានបើសិនជាបងប្អូនមកផ្ទាល់ខ្ញុំជឿថាវានឹង
ធ្វើឲ្យបងប្អូនមានអារម្មណ៍បែបផ្សេងជាងនឹងទៀតណាដោយសារអីយើងបានឃើញផ្ទាល់បងប្អូនហើយនៅខាងក្រៅទៀតគឺមានច្រើនទៀតដែលខ្ញុំអត់បានទៅថតអស់ទេហើយថ្ងៃខ្ញុំមកហ្នឹងក៏វារៀងភ្លៀងរលឹមតិចអញ្ចឹងណាបងប្អូនចឹងបងប្អូនអាចមើលខ្លះសិនទៅហើយពេលដែលបងប្អូនចង់មកលេងគិរីរំបងប្អូននឹកឃើញដល់កន្លែងហ្នឹងផងដើម្បីមកជួយ support គាត់ផងមកទិញកាហ្វេទិញអីញ៉ាំនៅហ្នឹងទៅហើយយើងថតរូប selfie យើងទិញកាហ្វេញ៉ាំយើងបានមកថតរូប selfie ណាបងប្អូននៅកន្លែងហ្នឹងគឺស្អាតដើម្បីទុកជាអនុស្សាវរីយ៍អញ្ចឹងមិនងាយទេបងប្អូនកន្លែងខ្លះគេតុបតែងអញ្ចឹងគេអាចលក់ស្បុតលក់អីបើសិនជាចង់ចូលមកមើលចូលមកថតឯងអាចលក់ស្បុតអស់លុយអស់អីអញ្ចឹងណាបងប្អូនតែកន្លែងគាត់អត់ទេហើយអ្នកធ្វើការនៅកន្លែងគាត់តាមខ្ញុំដឹងគឺសុទ្ធតែជាកុមារកំព្រាដែលគាត់អត់ទីលំនៅគឺគាត់មកស្នាក់នៅមករៀននៅហ្នឹងអញ្ចឹងណាបងប្អូនអញ្ចឹងបានចង់ឲ្យបងប្អូនមកគ្រប់ត្រូលនេះដូចនេះអីសុទ្ធតែជាគ្រឿងដែកគ្រឿងឡានណាដែលគេធ្វើជាមកុដណាបងប្អូនហ្នឹងហើយអញ្ចឹងមានច្រើនទៀតអូខេអញ្ចឹងអធិស្ឋានផងរាល់ការបញ្ចូលសលេងរបស់ខ្ញុំខ្វះខាតឬក៏វីដេអូមើលទៅមិនសូវជាល្អកុំប្រកែប្រកាន់អីដោយសារខ្ញុំអត់បានត្រៀមទុកមុនទេហើយជួយ like ជួយ share វីដេអូនេះផងបើសិនជាចូលចិត្តអរគុណបងប្អូនអរគ្នាបាយបាយជួប